នៅក្នុងការវិវត្តដ៏ធំមួយដែលបានផ្លាស់ប្ដូរនៅប្រវត្តិសាស្ត្រនយោបាយនិងសន្តិសុខពិភពលោកគឺអតីតលោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានប្រកាសថាសហរដ្ឋអាមេរិកនឹងធ្វើការសហការជាមួយនឹងអ៊ីរ៉ង់ដើម្បីយកសារធាតុអ៊ុយរ៉ានីញ៉ូមដែលបានបង្កើននៅកម្រិតអ៊ីនរិចអ៊ុយរ៉ានីញ៉ូមនឹងចេញពីប្រទេសអ៊ីរ៉ង់ដែលនាំទៅកាន់សហរដ្ឋអាមេរិកនឹងបន្ទាប់ពីការចរចាហើយការប្រកាសមួយនេះបានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះតែវាជាការផ្លាស់ប្ដូរនៅយុទ្ធសាស្ត្រយ៉ាងសំខាន់ពីការប្រឈមមុខយោធាដាក់គ្នាទៅកាន់ការសហការគ្នាវិញផ្នែកនុយក្លេអ៊ែរនិងការសហការដ៏ធំនេះគឺមិនដែលធ្លាប់មានពីមុនមកទេយោងទៅតាមព័ត៌មានថ្មីនេះគឺលោក Donald Trump បានបញ្ជាក់ផ្ទាល់ដែលសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់នឹងធ្វើការរួមគ្នាដើម្បីស្វែងរកនិងយកសារធាតុអ៊ុយរ៉ានីញ៉ូមដែលនៅសល់ពីក្រោមដីបន្ទាប់ពីការវាយប្រហារយោធាកន្លងមកនេះហើយនឹងនាំវាយកទៅសហរដ្ឋអាមេរិកក្នុងដំណាក់កាលធ្វើការពិសោធន៍បន្តបន្ទាប់ហើយលោកក៏បានពិពណ៌នាដំណើរការមួយនេះថានឹងប្រើនៅម៉ាស៊ីនធុនធ្ងន់ដើម្បីជីកយកហើយសារធាតុនេះដែលគាត់ហៅថា nuclear dust ដែលបានអះអាងថាវាជាជំហានសំខាន់មួយនៅក្នុងការការពារពិភពលោកពីហានិភ័យនៃអាវុធនុយក្លេអ៊ែរទៅតាមការវិភាគគឺអ៊ីរ៉ង់មានសារធាតុអ៊ុយរ៉ានីញ៉ូមនេះជាច្រើនដែលបានបង្កើតនៅកម្រិតរហូតដល់ប្រហែលជា 60% ហើយនោះដែលអាចប្រើសម្រាប់ក្នុងគោលបំណងយោធាប្រសិនបើមានការបន្តអភិវឌ្ឍវាដូច្នេះហើយការយកវាចេញពីប្រទេសអ៊ីរ៉ង់នេះត្រូវបានមើលឃើញថាជាវិធានការដ៏សំខាន់មួយក្នុងការកាត់បន្ថយនៅហានិភ័យនៃការផលិតអាវុធនុយក្លេអ៊ែរប៉ុន្តែបញ្ហាដ៏ធំបំផុតនោះគឺភាគីខាងអ៊ីរ៉ង់បានបដិសេធឬមិនទាន់បានបញ្ជាក់ច្បាស់ពីព័ត៌មានមួយនេះទេថាពួកគេនឹងបានយល់ព្រមទៅលើផែនការមួយនេះហើយមន្ត្រីនៅអ៊ីរ៉ង់ក៏បាននិយាយថាសារធាតុអ៊ុយរ៉ានីញ៉ូមនេះនឹងបន្តនៅតែស្ថិតនៅក្នុងប្រទេសរបស់ខ្លួនហើយបានអះអាងថាការអះអាងរបស់លោក Donald Trump មិនត្រឹមត្រូវទាំងស្រុងនេះក៏បានបង្ហាញថាការចរចានៅតែមានភាពស្មុគស្មាញនិងមានការប្រែប្រួលជារៀងរហូតដោយមានចំតការអះអាងនឹងពីលោក Donald Trump នៅភាគីខាងអាមេរិកតែប៉ុណ្ណោះមិនមានការយល់ស្របពីភាគីរបស់ប្រទេសអ៊ីរ៉ង់ឬក៏ការបញ្ជាក់ណាមួយដែលច្បាស់លាស់នោះទេអ្នកវិភាគរបស់អន្តរជាតិបានលើកឡើងថាប្រសិនបើកិច្ចព្រមព្រៀងនេះកើតឡើងពិតមែនវានឹងក្លាយទៅជាកិច្ចព្រមព្រៀងនុយក្លេអ៊ែរដ៏ធំបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រព្រោះតែវាមិនត្រឹមតែបញ្ឈប់នៅការបង្កើតនៅកម្រិតអ៊ុយរ៉ានីញ៉ូមប៉ុណ្ណោះទេប៉ុន្តែថែមទាំងយកវាចេញពីប្រទេសដើមផងដែរលើកពីនេះគឺលោក Donald Trump ក៏បានបញ្ជាក់បន្ថែមថាកិច្ចព្រមព្រៀងមួយនេះមិនមានការបដូរប្រាក់ឬក៏ការបង់ប្រាក់ទៅអ៊ីរ៉ង់ឡើយហើយគោលបំណងសំខាន់នោះគឺសន្តិសុខពិភពលោកមិនមែនជាការទិញលក់ធនធាននុយក្លេអ៊ែរនោះទេនេះគឺជាការបញ្ជាក់របស់លោក Donald Trump ហើយក្នុងពេលតែមួយនេះគឺការចរចារវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់កំពុងតែបន្តហើយនៅក្នុងបរិបទនៃការស្ដារឡើងវិញនៃសន្តិភាពនិងការបើកច្រកសមុទ្រសំខាន់ៗដូចជាច្រកសមុទ្រ Strait of Hormuz ដែលមានសារៈសំខាន់សម្រាប់សេដ្ឋកិច្ចពិភពលោកក្នុងការដឹកជញ្ជូនប្រេងចេញមកពីតំបន់មជ្ឈមបូព៌ាមកកាន់ពិភពលោកទាំងមូលអ្នកវិភាគមួយចំនួនក៏បានប្រមានថាទោះបីជាមានសញ្ញាវិជ្ជមាននេះក៏ដោយក៏មានហានិភ័យខ្ពស់ប្រសិនបើភាគីទាំងពីរមិនអាចឈានទៅដល់កិច្ចព្រមព្រៀងណាមួយដែលច្បាស់លាស់ដែលបានបញ្ជាក់ចេញពីភាគីទាំងសងខាងហើយការយល់ច្រឡំឬក៏ការបង្ហាញព័ត៌មានគឺខុសគ្នាអាចនឹងនាំឲ្យមានការប៉ះទង្គិចគ្នាឡើងវិញដោយមានការបំផុសបំផុលនៅព័ត៌មានដែលមិនពិតនៅក្នុងផ្នែកសេដ្ឋកិច្ចនិងទីផ្សារថាមពលវិញគឺព័ត៌មាននេះបានធ្វើឲ្យមានការផ្លាស់ប្ដូរយ៉ាងខ្លាំងដោយសារតែការរំពឹងទុកថាស្ថានភាពតានតឹងអាចធ្លាក់ចុះហើយអាចបង្កើននូវស្ថិរភាពនៅក្នុងទីផ្សារប្រេងពិភពលោកសម្រាប់ពិភពលោកទាំងមូលគឺការប្រកាសមួយនេះបានបង្ហាញអំពីការផ្លាស់ប្ដូរនៅយុទ្ធសាស្ត្រដ៏សំខាន់មួយពីសង្គ្រាមទៅកាន់ការចរចានិងការសហការគ្នាប៉ុន្តែវាក៏បានបង្ហាញថាសន្តិភាពនៅតែមានភាពផុយស្រួយហើយក៏អាចផ្លាស់ប្ដូរបានគ្រប់ពេលវេលាព្រោះតែมันមានការច្បាស់លាស់បានបញ្ជាក់សរុបមកវិញគឺការប្រកាសរបស់លោក Donald Trump ថាសហរដ្ឋអាមេរិកនឹងធ្វើការជាមួយអ៊ីរ៉ង់ដើម្បីយកសារធាតុអ៊ុយរ៉ានីញ៉ូមទៅកាន់សហរដ្ឋអាមេរិកនេះគឺជាព័ត៌មានដ៏ធំមួយដែលអាចប៉ះពាល់ទៅដល់សន្តិសុខពិភពលោកហើយនឹងតុល្យភាពអំណាចអន្តរជាតិខណៈដែលមានសង្ឃឹមថ្មីនោះគឺសម្រាប់សន្តិភាពក៏នៅតែមានសំណួរជាច្រើនបានលើកឡើងសួរថាតើកិច្ចព្រមព្រៀងនេះនឹងក្លាយទៅជាការពិតឬគ្រាន់តែជាការអាងមួយនៅក្នុងការប្រកួតប្រជែងនយោបាយរបស់សហរដ្ឋអាមេរិកតែប៉ុណ្ណោះដូច្នេះហើយយើងមានតែរងចាំទស្សនានៅព័ត៌មានអាប់ដេតបន្ទាប់ដូច្នេះហើយខ្ញុំក៏អរគុណពុកម៉ែបងប្អូនដែលបានស្ដាប់វីដេអូសង្ខេបរបស់ខ្ញុំពីដើមដល់ចប់សម្រាប់ព័ត៌មានមួយនេះហើយខ្ញុំក៏សំណូមពរពុកម៉ែបងប្អូនទាំងអស់គ្នាជួយចុច like និង Subscribe មកកាន់ Channel របស់ខ្ញុំដើម្បីទទួលបាននៅព័ត៌មានថ្មីៗយ៉ាងឆាប់រហ័សនិងតាន់ពេញពីប្រភពដែលច្បាស់លាស់
ដូច្នេះខ្ញុំសូមអរគុណច្រើននិងសូមជម្រាបលាពុកម៉ែបងប្អូនទាំងអស់គ្នា